trong Parisលើកពានដើម្បីឲ្យអឹមបាប៉េចុកឈាមហ៎និយាយត្រង់ប្រិមិត្តប្រសិនបើប៉ារីលើកពានមែនអ្នកដែលទទួលរងសម្ពាធជាពិសេសថ្មបាក់តែម្ដងនោះគឺ Kylian Mbappé បាទគឺ Kylian Mbappé fan របស់ប៉ារីនឹងដាក់សម្ពាធទៅកាន់ Kylian Mbappé ដោយគិតថា Mbappé នេះគឺជាមនុស្សចង្រៃបាទពេលដែលអត់នៅរៀលគេលើក UEFA Champions League ពេលដែលនៅប៉ារីអត់លើក UEFA Champions League ពេលដែលចេញទៅប៉ារីតែចេញពីប៉ារីទៅរៀលប៉ារីលើក UEFA Champions League បាទអញ្ចឹង fan នឹងដាក់ធ្ងន់ទៅលើ Kylian Mbappé ហើយចាំត្រៀមគ្រាប់បេគ្រាប់បោកគ្រាប់បាញ់ទៅបាទសម្រាប់ Kylian Mbappé គេប៊ូលូហើយបាទនិយាយពី Ken ទី2បងហើយបាទនិយាយចឹង Ken ទី2ហើយអត់ទេ Ken ទី2មិនបាទ Mbappé គេលើក World Cup ហ៎បាទ Mbappé គេលើក World Cup Mbappé គេលើកពានបារាំងណាបាទប៉ុន្តែគ្រាន់ថាមិនដែលបានលើកពាន UEFA Champions League ណាគ្រាន់តែប៉ុណ្្នឹងតើតែគេលើកអស់ហើយណាបាទ Mbappé គេលើកអស់ហើយនៅសល់តែ UEFA Champions League នេះមួយទៀតបាទ Mbappé ក៏មានពានគ្រប់បែរណានៅក្នុងទូបគាត់បាទធំបាទមិនសគុណយកប៉ារីសហ៎បាទអាសនលេងឲ្យល្អពេលប៉ះរៀលនៅប៊ឺណាបូដឹងតែឈ្នះហើយតែពិតដោយសារតែរៀលម៉ាឌ្រីតពិបាកអត់មានខ្សែការពារដែរទេក៏មិនអាសនលមិនឈ្នះរៀលស្រួលទេបាទដល់រៀលទុនណាប្រិមិត្តអញ្ចឹងអាសនលលេងក្បួនអញ្ចឹងទប់វាយបកហើយវាយបករៀលបុកគេដល់ពេលគេបុកមកវិញទុនជើងក្រោមអញ្ចឹងពិបាកអញ្ចឹងប្រិមិត្តរៀលប្រយុទ្ធទៅបានហើយតែការដាក់សម្ពាធឲ្យគេតែដាក់សម្ពាធមកសតុះគេមកទៅបដ ாய் ទុនពិបាកអញ្ចឹងបាទរឿងរៀលពិបាកអញ្ចឹងធ្វើមិនប្រិមិត្តខ្សែការពារបាទរបួសអស់ហើយបាទធ្វើមិនសម្រាប់ប៉ារីសទើបតែបាទអាចនិយាយបានថាអ្នកមានជាន់ថ្មីដែរពីមុនមកក្រុមមានម៉ូណាកូមានអីនោះបាទជើងខ្លាំងដែរបាទតែឥឡូវម៉ូណាកូតានតឹងបាទប្រិមិត្តបាទមិនដូចប៉ារីសគេចាប់តាំងពីគេអភិវឌ្ឍគេចាយលុយមកបាទប៉ារីសគឺនៅហ្នឹងបាទអត់មានតាណាតណីពីមុនមកក្រុមបារាំងចេះមានបាទគេហៅថាឡើងចុះណាតែតាំងពីរជ្ជកាលប៉ារីសមកដូចធ្ងន់ហ្មងបាទរជ្ជកាលប៉ារីសចូលប៉ក់ផ្អៀងមកហើយបាទបាល់បារាំងផ្អៀងមកអញ្ចឹងជំរាបជូនបន្តិចតាក់ទងជាមួយនឹងប្រវត្តិរបស់ប៉ារីសបាទប្រវត្តិរបស់ប៉ារីសបាទតែមុតពីដើមមកគឺមានតែមួយក្រុមទេគឺប៉ារីស FC បាទប៉ារីស FC បន្ទាប់មកទៀតគឺមានមួយក្រុមទៀតដែលធ្វើឲ្យមានការបំបែកចេញពីគ្នាបាទដែលគេស្រាក់ម៉ាំងទេដែលគេបានឈ្មោះបច្ចុប្បន្នហ្នឹងគឺប៉ារីសសាំងស្រាក់ម៉ាំងហ្នឹងឯងបាទអញ្ចឹងមានក្រុម2ដែលបូកបញ្ចូលគ្នាគឺក្រុមដែលបន្សល់ពីប៉ារីសនឹងមកផងហើយបូកជាមួយនឹងក្រុមស្រាក់ម៉ាំងថ្មីទៅបង្កើតចេញពីក្រុមប៉ារីសសាំងស្រាក់ម៉ាំងបាទបន្ទាប់មកទៀតប៉ារីស FC នេះគឺត្រូវបានធ្លាក់បាទទៅលេងទៅលីកទី2រហូតបាទតែសម្រាប់ថៅកែសម្រាប់ម្ចាស់ក្លឹបគឺមិនមែនមួយគ្នាទេណាប្រិមិត្តបិទតែឈ្មោះប៉ារីសដូចគ្នាមែនមួយប៉ារីស FC មួយទៀតប៉ារីសសាំងស្រាក់ម៉ាំងក្រុមទាំងពីរគឺមិនមែនតកែតែមួយទេគឺផ្សេងដាច់ពីគ្នាតែម្ដងបាទគឺផ្សេងដាច់ពីគ្នាតែម្ដងកីឡដ្ឋានវិញខុសគ្នាតែ45ម៉ែត្រទេប្រិមិត្តកីឡដ្ឋានខុសគ្នាតែ45ម៉ែត្រទេបាទអញ្ចឹងសម្រាប់ក្រុមទាំងពីរអត់មានសៀជាប់សាច់ឈាមខ្សែស្រឡាយអីគ្នាទេដាច់បាត់អីបាទពីមុនមកគឺប៉ារីស FC មានតែប៉ារីស FC ទេបន្ទាប់មកគឺគេបំបែកទៅជាប់ជាមួយនឹងសាំងស្រាក់ម៉ាំងទៅក៏បានចេញពីក្រុមមួយឈ្មោះថាប៉ារីសសាំងស្រាក់ម៉ាំងបាទមកដល់សប្តាហ៍ថ្ងៃនេះឯងបាទហើយការដែលខានឡើងមកកាន់លីកអងរបស់ប្រទេសបារាំងនេះប៉ារីស FC នេះខានយូរឆ្នាំហើយរហូតដល់អាចនិយាយបានថារាប់សិបឆ្នាំហើយបាទថ្ងៃហ្នឹងតាអត់និយាយពី Man U សោះស្ដាប់ម៉ោងគេឲ្យបាទទៅនិយាយអីទៀតបាទ Man U ឥឡូវគេពងអហើយបាទសម្រាប់ Manchester United អត់មានអីបន្ថែមទេសម្រាប់ការទិញដូរកីឡាករមកដល់ពេលនេះប្រិមិត្តថាយកអ្នកនេះយកអ្នកនោះយក Rodrigo គឺអត់មានទេឥឡូវ Man U នេះកំពុងតែតានចិត្តវិញទេទៅតាមានកីឡាករមួយចំនួនដែលនឹងត្រូវពិបាកបាទពិបាកមានដូចគេខ្លះដូចជា Marcus Rashford របួសទៀតហើយបាទអញ្ចឹងអត់ដឹងថា Aston ហ្នឹងយកព្រមយកឬក៏មិនយកទេវាត្រូវតែតោលអញ្ចឹងបាទហើយចដិន Sancho ឥឡូវChelsea កំពុងតែស្ថិតនៅក្នុងភាពសពិចសពិលដែរមិនដឹងគួរយកអត់ទេអញ្ចឹង Man U គឺត្រូវមានកីឡាករមួយចំនួននឹងត្រូវចូលមកវិញបាទហើយឥឡូវកំពុងតែមានវិបត្តិថែមទៀតដោយសារតែខាង Premier League គេទុកអនុញ្ញាតឲ្យខាតតែ100លានទេ3ឆ្នាំឥឡូវ Man U ដល់300លានហើយអញ្ចឹងគឺត្រូវតែបាទបញ្ជូនបញ្ចេញកីឡាករមួយចំនួនហើយមុខសញ្ញានោះគឺ Garnacho ហើយជាមួយនឹង Kobbie Mainoo នឹងឯងព្រោះថាកីឡាករថ្នាលរបស់ក្លឹប
ការលក់ចេញគឺគេអត់គិតបាទទៅលើបាទការកាត់ថ្លៃខាតឬក៏អីទេអញ្ចឹងលក់ចេញបានប្រហែលគឺគេបុកលុយចំណូលតែម្ដងបាទអញ្ចឹងណាបាទចឹងមកនេះអញ្ចឹងបើយើងនិយាយគឺគេតាក់ទងនឹង Man U គឺកំពុងតែដោះស្រាយរឿងនឹងដែរប៉ុន្តែប្រសិនបើនៅក្នុងការប្រកួត Europa League បានលើកពានគាត់អាចលេង UEFA Champions League បាននៅរដូវកាលក្រោយអាហ្នឹងគឺជាចំណុចមួយដែលល្អសម្រាប់គាត់បាទលក់កីឡាករខ្លះទិញកីឡាករល្អចូលខ្លះបាទដើម្បីធ្វើឲ្យក្លឹបមានភាពល្អប្រសើរឡើងវិញបាទតែយ៉ាងណាមិញក៏មានរឿងរ៉ាវច្រើនទៀតបាទសម្រាប់បាទ Manchester United បាទហើយគិតមកដល់បច្ចុប្បន្នសម្រាប់លោក Radcliffe ក៏មិនសូវជាសប្បាយចិត្តប៉ុន្មានដែរដោយសារតែ fan មិនសូវសប្បាយចិត្តហើយគាត់ព្យាយាមកំពុងតែទប់ទល់ជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់ Manchester United អញ្ចឹងយើងថាទៅជាយ៉ាងណាទៀតទេណាប្រិមិត្តយកមកឃើញការប្រកួតរបស់ Manchester United បច្ចុប្បន្នប្រិមិត្តបើយើងនិយាយទៅគឺការសហការគ្នាក៏ដូចជាការលេងខ្ញុំមើលទៅវាដោយប្រកួតវានៅតែដដែលហ្នឹងប្រិមិត្តបើសិនជាយើងនិយាយអំពីការជាកឬការវិភាគទៅលើ Man U វិភាគអត់ត្រូវទេហេតុអីបើខ្ញុំនិយាយថាវិភាគមិនត្រូវវាដោយប្រកួតខ្លះគាត់លេងល្អប្រកួតខ្លះលេងមិនល្អអត់ថេបាទក្លឹបរបស់គេមើលទៅគេថេការចាញ់របស់គេក៏មើលទៅចាញ់ពីថាពីសយពេលខ្លះកាតក្រហមដល់ពេលទៅមើល Man U ប្រកួតនឹងល្អប្រកួតក្រោយមកទៅណានៅឆ្កុយអញ្ចឹងពិបាកមែនតើគ្រាន់តែប្រិមត្តថាឲ្យវិភាគឬក៏ជួយមើល Man U ឈ្នះអត់ខ្ញុំមិនដឹងវិភាគមិនបាទបើលេងមើលបាទលេងដោយថ្ងៃអញ្ចឹងដោយថ្ងៃដោយពេលដោយអារម្មណ៍ថ្ងៃណាក៏សប្បាយចិត្តទៅក៏លេងល្អទៅថ្ងៃណាមិនសប្បាយចិត្តលេងមិនកើតទៅធ្វើមិនប្រិមិត្តបាទរឿងរ៉ាវ Man City អត់មានស្អីទេបាទដូចខ្ញុំជម្រាបជូនអញ្ចឹងរឿង130ករណីគឺនៅតែបន្តក្នុងការស៊ើបអង្កេតអត់ទាន់មានអ្វីឲ្យថ្មីទេប្រិមិត្តនិយាយរួមទៅប្រិមិត្តបើសិនជាមានរឿងអ្វីដែលថ្មីនឹងជម្រាបជូនប្រិមិត្តហើយសម្រាប់ Manchester City គឺត្រូវបានបញ្ចេញគឺនឹងត្រូវបាទនឹងត្រូវបញ្ចេញកីឡាករជើងចាស់របស់គាត់ចេញពីក្លឹបច្រើនបាទដូចជាបាទ Diaz Stone អីបាទ Walker ដឹងតែទៅហើយបាទហើយសម្រាប់ De Bruyne ក៏ត្រូវទៅដែរបាទហើយនៅសល់បាទ Gundogan បាទ Bernardo Silva បាទហ្នឹងយើងអត់ទាន់ដឹងទេបាទចាំមើលតទៀតបាទប៉ុន្តែតាមពាក្យគឺបានន័យថាចង់បញ្ចេញច្រើនបាទយកថ្មីចូលទាំងអស់ហ្មងបាទទៅចាញ់បៀបា4-0នេះដឹងទេប្រិមត្តបើគាត់លេងរងងតែអញ្ចឹងបាទលេងថ្ងៃណាគាត់ពេញចិត្តលេងទៅក៏អញ្ចឹងទៅថ្ងៃណាគាត់មិនពេញចិត្តលេងទៅយ៉ាប់ទៅបាទអញ្ចឹងណាបាទអរគុណច្រើនហៀស៊ីនបាទដល់សូមប៉ុណ្្នឹងចុះបាទស្មើឲ្យរៀលទិញវិយុទ្ធកដាមួយមកតែឆ្នាំក្រោយយឺម៉ាន់រីខ្ញុំអត់ដឹងទេបាទតែសម្រាប់រៀលម៉ាឌ្រីតគឺអ្វីដែលគិតធំជាងគេបំផុតគឺទិញខ្សែការពារហើយឥឡូវអ្នកដែលចង់បានខ្លាំងជាងគេនោះគឺសាលីបារបស់អាសេណលព្រោះដោយសារតែអាណុលដឹងតែមករៀលហើយបាទអញ្ចឹងអត់ចាំបាច់ទៅខ្វាយខ្វល់ទេឥឡូវអ្នកដែលចង់បានទី1ធំជាងគេបំផុតហ្នឹងគឺសាលីបារបស់អាសេណលហើយអាសេណលហ្នឹងក៏មិនជាគេហៅថាចិត្តរឹងបាទមាត់រឹងឯដែរសម្រាប់អាសេណលនឹងព្យាយាមរកផលចំណេញនោះប្រហែលជាមិនលក់ថ្លៃទេប៉ុន្តែគាត់ចង់បានកីឡាកររបស់រៀលបាទអញ្ចឹងគាត់អាចនឹងសម្លឹងមើលឃើញ Rodrigo អីចឹងទៅណាបាទអាចនឹងសម្លឹងឃើញ Rodrigo Adagula អីចឹងណាបាទហើយគេថាផលចំណេញប្រិមិត្តបាទអ្នកឯងយកខ្សែការពារអញ្ចឹងអ្នកឯងឲ្យខ្សែប្រយុទ្ធមកខ្ញុំមកមួយមកយើងដោះដូរគ្នាឲ្យថោកបាទអញ្ចឹងណាបាទខ្ញុំអត់ដឹងដែរបាទបាទពីនេះខ្ញុំនិយាយយ៉ាងដែរបាទគេថា96%បាទការក្រហមមួយមានមូលហេតុមួយដែលប៉ារីបាទការក្រហមតែលោកទុកសិនយកអីខ្ញុំយកអាសនល99%អូយកំហុងអើយបាទដបរុយអត់ទាន់ដឹងទេបាទដបរុយទៅណាអត់ទាន់ដឹងទេបាទដំបូងឡើយគឺថាខាងអារ៉ាប់ក៏បានបដិសេធហើយសម្រាប់ដំបូងបន្ទាប់មកទៀតគឺថាInter Miami របស់ Lionel Messi ក៏គេបានបដិសេធហើយប៉ុន្តែនៅមានក្លឹបមួយទៀតនៅក្នុងសហរដ្ឋអាមេរិកបាទក៏មានសំណួរបន្ថែមដែរដែលប្រិមត្តសួរបាទយូរហើយបាទតាក់ទងមួយរ៉ូណាល់ដូបាទតែអត់បានឆ្លើយបើកន្លែងតែគិតកន្លែងនេះសម្រាប់រ៉ូណាល់ដូដូចជាបន្តកុងត្រាហើយបាទដូចជាអត់មានអីទេគាត់នៅតែបន្តមួយអារ៉ាប់បាទហើយសម្រាប់បាទ Cristiano Ronaldo បើសិននិយាយថាគាត់នឹងមកអឺរ៉ុបវិញគឺមានតែទៅលេងនៅក្លឹបចាស់របស់គាត់ទេដើម្បីបញ្ចប់អាជីពហើយបើសិនជាយើងនិយាយអំពីការប្រកួតប្រជែងគាត់ទៅលេងនៅក្លឹបអឺរ៉ុបធំណាមួយខ្ញុំគិតថាតានតឹងណាស់បាទទី1គឺតម្លៃពលកម្មបាទតម្លៃពលកម្មរបស់គាត់រហងៃនៅអារ៉ាប់ហ្នឹងគឺវាខ្ពស់ណាស់បាទអញ្ចឹងសម្រាប់ក្លឹបនៅអឺរ៉ុបគេមិនហ៊ានយកទេបាទព្រោះវ័យរបស់គាត់40ហើយប្រិមិត្តអញ្ចឹងការយកមកហ្នឹងគឺវាការប្រកួតប្រជែងគឺអត់បានទេ
và hơi đầm lại bọc quạt vô món này cứ việc trao và ca chấm này chẳng cái sọc chất vô cái lá co đây chấm nón cày để miên dụ là mồm một cột bình và vì mình cả một cột bị chèn kháng chiêng hay nào muối xem Cristiano Ronaldo qua cầm pông tại rồi lùi bàn đá và mau ở Europe bình ấy và chẳng có trong bài tập khoa lại thế và UEFA Champions League từ lượt đá mùi Man U của lượt mùi bà Real của lượt từ khoa xây thiệt mình chẳng ba phần năng cho bạn nó ba Arsenal cho bạn Odegaard vì Real chấm đánh nhé 3 chấm đánh toàn thái snap Odegaard luôn ấy có chấm đánh này cả nóng bà Odegaard nơi ta bẩn to cam smile trong nơi Real á chào vậy bà còn tay Odegaard mà lên ở Arsenal chơi chương thì bố nó cứ Odegaard cái chạm Arom đây mà đó và cái trong tranh vì Real Madrid đây mà đó chẳng có Real Madrid và cho cha mùi Arsenal tức có lụi từ và hỏi cho cả Arsenal từ và tay và dừng chỉ mấy cứ miền tới miền một và miền tới miền một và